Hi guys, so today នេះជា outfit របស់ខ្ញុំសម្រាប់ទៅដើរលេងនៅបុណ្យអុំទូកថ្ងៃទី2ឆ្នាំនេះជាម៉ូតសក់ហើយនឹងការ make up របស់ខ្ញុំអ្នកនរគ្នាដែលខ្ញុំបានដែរថ្ងៃនេះខ្ញុំសូមប្រៀបជាអាស៊ីស្មាជាមួយនឹងខោបែបអញ្ចឹងអ្នកនរគ្នាតែមានអារម្មណ៍ថាខ្ញុំថាដូចជារៀងខ្វះអីបន្តិចអូខ្ញុំភ្លេចពាក់កវលអស់អញ្ចឹងខ្ញុំនឹងពាក់កវលថែមមួយទៀតឥឡូវយើងមកពាក់កវលជាមួយខ្ញុំទាំងអស់គ្នាអូខេហើយកវលរបស់ខ្ញុំពាក់រៀងធំទាំងអស់គ្នានេះជា earring របស់ខ្ញុំអ្នកនរគ្នាខ្ញុំស្រឡាញ់ឈុតនេះខ្លាំងអ្នកនរគ្នាគឺថាស្អាតខ្លាំងមែនតើហើយការ make up ជាមួយនឹងសម្លៀកបំពាក់របស់ខ្ញុំគឺចេញណាគឺចូលគ្នាខ្លាំងអញ្ចឹង Let's go ទៅមើលពិធីបុណ្យអុំទូកជាមួយគ្នាថ្ងៃបដិបត្តិទាំងមូលមិនគួរអត់គូមកបដិបត្តិគេសោះបតិតនឹងគឺធ្ងន់ខ្លាំងបើអត់គូគឺអត់បដែតយកមកអត់សង្សារប៉ុន្តែអត់មិត្តភ័ក្តិអត់បានទេប៉ុន្តែមិត្តភ័ក្តិម្នាក់នឹងប្រហែលជាត្រូវតែអត់ខ្លះហើយនោមខ្ញុំទៅជាអីមិនចេះទៅជាកត្រកវល់មនុស្សខ្ញុំគឺខ្លាចកត្រកវល់ខ្លាំងមែនតើប៉ុន្តែយើងសម្រេចបំណងមិត្តភ័ក្តិខ្លះចុះពីលើកត្រកវល់ឡើងវល់ប៉ុន្តែអត់នាំគ្នាទៅរកអីញ៉ាំទេនាំគ្នាមកភ្លក់ជាមួយនឹងស្រាតាពីងបាយជូរនឹងស្រាតាពីងបាយជូរនឹងគឺខ្ញុំតាមរយៈពេល2ថ្ងៃហើយនៅកន្លែងបុតអុំទូកនឹងគឺទៅតែឃើញនៅយប់នឹងទេយប់ថ្ងៃទី2ហើយយប់ថ្ងៃទី2វិញគូថាមនុស្សច្រើនខ្លាំងមែនតើប៉ុន្តែរសជាតិឆ្ងាញ់ខ្លាំងហើយអ្នកទាំងអស់គ្នាស្រាតាពីងបាយជូរនឹងហើយខ្ញុំសាក់ភ្លក់សាក់មើលព្រោះខ្ញុំអត់ចេះផឹកស្រាប្រភេទអញ្ចឹងឯងដល់ពេលខ្ញុំភ្លក់ទៅអូយឆ្ងាញ់ម៉េះតែក៏មើលភ្លក់ស្រាតាពីងបាយជូរអត់ចិត្តទេនាំគ្នាទៅភ្លក់ផ្លែឈើ36មុខបន្តទៀតប៉ុន្តែល្វិញខ្លាំងខ្ញុំអត់ចេះផឹកតែហ្មងក្រោយមកទៀតយើងមក enjoy live ជាមួយនឹងស្គរដៃនៅសៀមរាបទាំងអស់គ្នា